Chỉ điệp xua mang ổn ngày nay thơm nào mùi nhóm đầm bầy từ chui trộn sợi bóngคือสายปรางดักปุยสกายชนำนี้จังยังตัวมือสกามเพียบการโจรสายโดยเฉพาะเพียบมาจนนู้นหนึ่งสกามเพียบได้หนึ่งเฟอร์ในขนมไงนั้นจมูกยมต่างออกนี้ให้ยังเฟอร์ดำนาตามเพลย์ตะปุ้งจ่อเตอข้างจงตะปุ้งให้จ่อเตอเปลี่ยนเฮียมของจีกอะไรทำไมสระยมได้ยังมาดานเตอหนึ่งจังจำเทิมนามวยยมเตอต่างออกนี้ ธรรมดามาเหมือนปีลิตรมันด่าเหมือนปรามโรยไหมจ๊ะ từ tập cung nó cũng mang ổn rõ lời mùi đi theo đầm na bên đây đó trong tập cung bóng tôi liên phơi đầm na được lấy phơi cái xi đấy đi xua này cà phê trong tập cung tới chọn từ acid lấy phụ họ tôi một phần nhà nào lấy phụ gì đấy không mang ổn khi mà cái chết thôi trong tập cung ấy nhưng mà đó là một phòng sạch sẽ tập cung bóng chẳng những cho mà đó kia này là trong khung nó cũng là thầy làm đầy trong cái cuộc chơi được ăn thịt đã chơi cho từ sáng từ từ xuyên đầy cho từ lấy xuyên đầy đi thì ta lên hồi đó trong khung một អត់ហ៊ានទៅចិត្តមេអានេះពងមានកូនកូនទួយធំល្អមកមកកូននេះបាទរីស្គមតិចថ្ងៃនេះស៊ីមិនសូវក្រន់នេះតែមកម្ចាស់នេះប្រហែលជា20ក្បាលជាគូនេះនឹងមិនម្ចាស់វិញបងប្អូនច្រើនជោគទុំ30 40ក្បាលនេះដើមសាយថ្ងៃនេះរៀងខ្សត់អីស្អីតិចប៉ុន្តែស្រួលអ្នកមើលខ្លាចស៊ីស្រូវគេតលេងចោលឲ្យដល់ស៊ីតាមទាំងកោអូទៅដល់ដល់ចុងមកមានដែរដេញឡើងមកវិញនេះគឺជីកកាន់តាគៀកមែនតើណៃមិនជួបអ៊ំគាត់មកផ្លូវហ្នឹងមិនសួរគាត់ទៅថាមកត្រូវផ្លូវអីមកដល់ខាងទំនប់នេះបត់ស្នាមតាមកន្លែងឃើញមាត់ត្រីច្រើននេះហើយខាងឆ្វេងដៃខ្ញុំនេះសិតតែស្រែសិតតែស្រូវក្រហមងាសិតតែដល់រដូវជ្រោកទាំងអស់បងប្អូននេះមកជួរនេះនោមជ្រោកដល់បានផលល្អបងប្អូនឡើងស្មើរេងហ្មងអត់ទៅខូចទេហើយ
ម៉ៅក៏ដូចជាមិនសូវប្រមាណទេនេះអាចនឹងបានរៀងក្រៅដែរហើយដីធំធំណាដីធ្វើនៅនេះស្រែធំធំមែនទេលើនេះដែលសារតែកន្លែងច្រូតហ្នឹងគឺយើងជួលគេភាគច្រើនទាំងថ្លៃទាំងដឹកទាំងច្រកទាំងអីហ្នឹងអញ្ចឹងអត់សូវមានអីធ្វើទេតើពេលត្រូវការទិញអ្វីបានអីបានអាចមកជួយបានអញ្ចឹងខ្ញុំដើរទៅមើលបឹងទីតាំងដែលខ្ញុំកំពុងទៅនៅនេះគឺគៀកជាមួយនឹងព្រំប្រទល់ខេត្តជាមួយនឹងទីមានជ័យហ្មងឆ្លងទៅបន្តិចផុតតបឹងទៅគឺដល់ស្រុកពនេតព្រះខេត្តទីមានជ័យហើយខ្ញុំនឹងដើរទៅផុតស្រែហ្នឹងទៅដល់ព្រៃខាងក្រោយដើរទៅមើលដោយសារតែយើងអត់ឲ្យមានឱកាសបានមកអញ្ចឹងខ្ញុំដើរទៅដល់ផុតចុងហ្នឹងជិះម៉ូតូសិនទៅដល់ចុងហ្នឹងបានដើរខ្ញុំចេញមកមិញទៅកើតរហូតហ្មងបងប្អូននៅលើផ្លូវទួលមួយហ្នឹងអូសត្វច្រើនដល់នៅនេះសិតតែសត្វអភិរក្សទាំងអស់បងប្អូនប្រភេទសត្វស្លាបនៅនេះមកដល់ជំរកសត្វហ្នឹងបងប្អូនជិះចូលទៅតតិចទៀតដល់កន្លែងគេអភិរក្សវាឈប់នៅនេះមិញវា100ចំណីដល់តនេះទឹកដក់ចឹងវាចោះមកចាប់ត្រីចាប់អីស៊ីមករោត្រីរោអីណាហើយនៅនេះសម្បូរសត្វស្លាបសត្វតែជំរកសត្វស្លាបពេលខែទឹកឡើងចឹងជំរកត្រីឥឡូវនៅក្នុងព្រៃដែលខ្ញុំកំពុងដើរនេះព្រៃរនាមបងប្អូនព្រៃលិចទឹកខែភាសាឡើងគឺលិចអស់ហើយតានេះហើយអត់មានផ្លូវទេមានតែមកស្នាងកង់ទេសកង់នេះបានទៅចូលម៉ូតូអាចជិះកើតនេះប៉ុន្តែវារឿងស្ដុកព្រៃមើលទៅសងខាងគឺព្រៃលុបអត់ចោះទេបងប្អូនព្រៃក្រាស់ខ្មឹកចឹងតាមបន្លាយអានេះកូនបន្លាយមួយទៀតក៏សម្បូរមាត់ត្រីដែរនេះខ្ញុំជិះទៅតែអត់ដឹងមានផ្លូវចេញអត់ទេបងប្អូនមើ
មើលទៅខាងនោះមិនមានតំណងផ្លូវធំផ្លូវរៀងស្រឡះឥឡូវជីទៅមើលសិនបើអត់គឺមានតែបកក្រោយនេះគឺច្រូតចិត្តហើយមកស្រែទៀតđấyបងប្អូនតែខ្ញុំត្រូវឡើងទៅលើវិញមុនហ្នឹងមកបានប្រហែលម៉ោងដែរតាំងពីម៉ោង9ហើយមកដល់ឥឡូវម៉ោង4បងប្អូន4ជាងហ្នឹងគាត់ទៅច្រូតមកហើយដូចជានៅច្រើនដែរនឹងជាង2ស្រែទៀតហ្នឹងហើយច្រូត2ថ្ងៃបងប្អូនដីចូលជាង10ហាត់នោះជាប់យន្តមកអីចោះអត់មានជីចោះស្រែខាងនេះគឺស៊ីពីម៉ាស៊ីនមកបងរៀនលេងសើបេះមកនេះទៀបនេះចង្កាគេភ្លេចហ្នឹងនេះមើលអត់ឃើញផ្លែឡើងរយអស់លេងហីមកគួរនេះអស់តោះហ្មងនេះក៏ហមប៉មានពីរបីគួរទៀតប៉ុន្តែវារៀងសាយអស់ហើយជ្រុះអស់ហើយផ្លែនេះផ្លែល្អទៀតណា